ជំរាបសួរពុកម៉ែបងប្អូនឃើញរត់ត្រយមួយពីខ្មៅហ្នឹងមិនមែនជាតកែឬក៏ចិញ្ចក់ឯណានេះគឺជាកសិដ្ឋានចិញ្ចឹមថ្លែននៅក្នុងស្រុកខ្មែរយើងមិនដឹងថាមានកសិដ្ឋានចិញ្ចឹមថ្លែនដែរអត់ប៉ុន្តែនៅប្រទេសវៀតណាមគេមានកសិដ្ឋានចិញ្ចឹមថ្លែនប្រសិនជាបងប្អូនដឹងអំពីតម្លៃប្រកាសជាភ្ញាក់ផ្អើលបងប្អូនចំណាំឃើញមានជនជាតិខាងកើតប្រទេសខាងកើតហ្នឹងភាគច្រើនគឺគេចូលមកទិញថ្លែនឬក៏ចាប់ថ្លែននៅក្នុងប្រទេសរបស់យើងហើយយើងឆ្ងល់ថាគេចាប់ថ្លែនយកធ្វើអីឬក៏គេយកទៅហូបឬក៏យកទៅធ្វើម្ហូបអីផ្សេងៗយើងអត់ដឹងទេតែជាក់ស្ដែងតម្លៃថ្លែនពុកម៉ែបងប្អូននៅប្រទេសវៀតណាមគឺមានតម្លៃក្នុង1គីឡូគឺ$17រហូតដល់$20ពុកម៉ែបងប្អូនថាចំចិញ្ចឹមថ្លែនហ្នឹងពិបាកដែរអត់ការចិញ្ចឹមថ្លែនអត់ពិបាកទេពុកម៉ែបងប្អូនឲ្យតែយើងមានចំណីជាប្រភេទសត្វល្អិតឬក៏ប្រភេទត្រីល្អិតផ្សេងៗយើងអាចដាក់ឲ្យវាស៊ីបានប្រភេទសត្វថ្លែននេះគឺវាស៊ីប្រភេទកណ្ដូបឬក៏ចង្រិតឬក៏ប្រភេទសត្វត្រីល្អិតឬក៏កូនកង្កែបអីហ្នឹងគឺវាអាចស៊ីបានហើយបងប្អូនសួរទីថាតើថ្លែនហ្នឹងគេយកធ្វើអីទាក់ទងនឹងប្រទេសខ្មែរយើងបច្ចុប្បន្នគឺមានណាអ្នកលក់តាមអនឡាញគឺគេមានលក់ប្រភេទប្រេងថ្លែនឬក៏ខ្លាញ់ថ្លែនពុកម៉ែបងប្អូនប្រភេទប្រេងថ្លែនឬក៏ខ្លាញ់ថ្លែននេះគឺគេយកសម្រាប់ពង្រឹងនៅបដភេទរបស់បុរសនិងពង្រីកទំហំរបស់បដភេទរបស់បុរសឬក៏គេយកទៅធ្វើថ្នាំផ្សេងៗដើម្បីជួយសម្រួលខាងផ្នែកផ្លូវភេទទាក់ទងនឹងថ្លែននេះពុកម៉ែបងប្អូនបើសិនជាយើងថែរក្សាឲ្យបានល្អវាធំធាត់បានល្អវាមានប្រេងច្រើនមានខ្លាញ់ច្រើនក៏យើងលក់បានថ្លៃតាមនឹងដែរពុកម៉ែបងប្អូនហើយទាក់ទងនឹងការចិញ្ចឹមថ្លែននេះដូចខ្ញុំជម្រាបខាងលើអញ្ចឹងគឺវាអត់ពិបាកទេគ្រាន់តែពុកម៉ែបងប្អូនចាក់ប្រភេទអាងឲ្យខ្ពស់ជៀសវាងវាឡើងរួចឬក៏យើងដាក់ចំបើងដើម្បីជាជំរកឬក៏ប្រភេទសម្រាមអីដាក់នៅក្នុងអាងយើងដើម្បីឲ្យវាជាជំរកដើម្បីវាជ្រកពោសត្វថ្លែននេះវាចូលចិត្តកន្លែងណាដែលមានស្លឹកឈើច្រើននិងកន្លែងដែលម្លប់ភាគច្រើនដែលវារស់នៅហើយប្រភេទសត្វថ្លែននេះគឺវាអត់មានជំងឺអីមកប៊ីតប៊ីនបានទេគ្រាន់តែថាវាស្រួលចិញ្ចឹមហើយនឹងវាអាចប្រមូលផលបានច្រើនប្រភេទសត្វថ្លែនដែលមានខ្លាញ់ល្អមិនមានតម្លៃត្រឹម$17ពុកម៉ែបងប្អូនវាអាចលើសនេះរហូតដល់20ឬក៏$25នៅក្នុងប្រទេសវៀតណាមហើយប្រភេទខ្លាញ់ថ្លែនក៏ថ្លៃដែរពុកម៉ែបងប្អូនប្រភេទប្រេងថ្លែនឬខ្លាញ់ថ្លែននេះ